បញ្ចេញមុនស្នេហ៍ស្វាគមន៍មកកាន់កម្មវិធីលបែងចរិតជញ្ជាំងពិធីករក្នុងរាត្រីនេះពាក់អាវពណ៌ជូតជូតដល់ថ្នាក់កັບវិវត្តលីតានិងអែនប៊ីបាទធម្មតាពេលយើងហាត់ប្រាណពេលយើងបញ្ចេញសកម្មភាពអ្វីមួយបើសិនជាអត់បញ្ចេញសលេងនេះវាអាចធ្វើឲ្យយើងខ្សោយបេះដូងបាទដូចយើងហាត់ប្រាណយើងត្រូវលើកដុំដៃអញ្ចឹងបាទធ្វើឲ្យវាទូស្រាលបាទអរគុណបងជួបគ្នាម្ដងទៀតហើយនៅក្នុងកម្មវិធីលបែងជញ្ជាំងជាថ្មីម្ដងទៀតខ្ញុំបាទទាំង3សូមលំអរកាយគោរពជំរាបសួរបងប្អូនដែលកំពុងតាមដានទស្សនានៅក្នុងកម្មវិធីលបែងជញ្ជាំងជាពិសេសប្រិមិត្តដែលតែងតែជ្រើសយកម៉ោង8ដល់ម៉ោង9យប់រៀងរាល់រាត្រីថ្ងៃសៅរ៍នេះតែងតែទស្សនាជានិច្ចនិងគាំទ្រមែនទែននៅក្នុងការទស្សនាកម្មវិធីលបែងជញ្ជាំងឥឡូវនេះកុំឲ្យខាត់ពេលយូរបាទមកចាប់ផ្ដើមជាមួយខ្ញុំក្នុងកម្មវិធីលបែងជ្រែកជញ្ជាំងនៅសប្ដាហ៍ថ្មីទៀតសូមបង្ហាញសមាជិកភាពក្រុមក្រហមនេះខ្ញុំក៏ប៉ុន្តែមើលផ្លូវតើប្រំនោះឆ្លងໄວទៅថាប្រមួយណាទៅដែលខ្ញុំត្រូវតែស្រឡាញ់បងមិនមែនបងទេមិនមែនទេមិនមែនទេមិនត្រូវការពុទ្ធស្រីប្រដេកខ្ញុំលួនបាយតៃគឺបងញ៉ាំបាយអូគេញ៉ាំបរិយទេមិនដឹងគេនិយាយញ៉ាំបរិយទេឬមួយក៏គេសំខ្ញុំឬក៏គេធ្វើខ្ញុំព្រោះតែខ្ញុំអ្នកចំរៀងអ្វីបើសិនជានាងច្រៀងអូនជានាងចំរៀងអូនលួតែសំឡេងទេអូចាសុំសំឡេងស្វាគមន៍ម្ដងទៀតមកបាទជំរាបសួរអើយអែនប៊ីអើយសប្ដាហ៍នេះធំដល់ហើយបាទលើចេះទៅចូលចិត្តបងវត្តខ្ញុំតិចទៅបានយើងអាចប្រហែលគ្នាអីអញ្ចឹងដូចស៊ីដាច់បងប្រុសខ្ញុំបាត់ហើយអើយស៊ីដាច់យូរហើយស៊ីដាច់ពីកាលបងឯងឲ្យគេស៊ីពីកាលចឹងបានឆ្ងល់ខ្ញុំអត់ចង់លើកបើកកាយរឿងគាត់ទេមកលើកមកអូនលើកមកតាមលើកបើកកាយហ្នឹងជួយចិត្តខ្មាស់គេហើយមិនចឹងអូនអាចស៊ីដាច់ពីកាលទៅហើយហ្នឹងទៅកម្មវិធីអីញ៉ាយកូនកំមុំគេតាមតាំងពីលើរហូតដល់ក្រោមសុំលេខទូរស័ព្ទគេហើយអត់មានទូរស័ព្ទចុចលេខហើយកដាស់ស្រោមសបុតយកមកកត់លេខគេហើយដល់ពេលចង់ដៃទៅពាក់គេទៀតអូមិនមានដៃមែនបងឯងខ្ញុំថាអើយរឿងអាម៉ាស់មិនក៏យករឿងការពិតមកលេងសើចលិតតាំងមុខគេមុខឯងនិយាយទៅក្នុងនាមខ្ញុំជាប្អូនស្រីខ្ញុំអត់ទាន់ជឿពាក្យសម្ដីនារីម្នាក់នេះទាំងស្រុងទេខ្ញុំក៏ត្រូវការបកស្រាយពីបងប្រុសវិញដែរមែនអត់បងមែនអត់ខ្ញុំមិនបដិសេធទេធម្មតាប្រពៃណីខ្ញុំទៅការគេនោះនៅមានមួយទៀតបើអូនឯងអត់ដឹងទេមិនដឹងច្បាស់ទេកុំនិយាយនៅវិច្ចមហូបចេញទៀតណាអូនគេណាគុំមកគេណានិយាយលេងសើចប៉ុណ្ណឹងចង់ណាសូមអនុញ្ញាតជួយណែនាំឈ្មោះជូនទស្សនិកជនយើងផងចាប់ផ្ដើមពីសុភាពបរោះខាងដើមមកចុះបាទខ្ញុំឈ្មោះរិទ្ធីបាទរិទ្ធីបាទជាតារា model ណាបាទជាតារា model និងជាតារាសម្ដែងបាទហើយចូលបងស្រីចាសម្រាប់នេះខ្ញុំគឺជាវិធីការនីម្នាក់ហើយឈ្មោះលក្ខណៈចាហើយក៏ជាអ្នកសម្ដែងផងដែរឈប់សុំទោសអូនកុំមិនចេះតែឈើស្មានអាមុតអីសុំទោសបងណាអត់ទេបងអានឹងមកពីកំណើតអញ្ចឹងឲ្យជប់ខាងនេះអូនចុះសុំទោសខាងនេះដូចគ្នានេះមកមកហើយបាទតាគេហើយចូលបងស្រីខ្ញុំឈ្មោះលក្ខណៈជា model ហើយនឹងលក្ខណៈទាំងពីរនេះលក្ខណៈទាំងពីរលក្ខណៈទាំងពីរចាអញ្ចឹងមិនខ្លាចទៅជាលក្ខជាងពីរអូយអត់បញ្ហាដើម្បីគូដួលឬថាផ្ដួលគូប្រកួតចាហ្នឹងហើយអត់ទេខ្ញុំនិយាយដោយស្មោះមកជាតិនេះខ្ញុំមិនដឹងជាចពាក់កម្មអីទេស្រឡាញ់តែនារីណាឈ្មោះលក្ខណៈហ្នឹងហ្មង
នេះជានិស័យកម្មរបស់ខ្ញុំពីជាតិមុនមកមិនដឹងមិន ខ្ញុំក៏ចង់ប្រាប់ពីចិត្តពិតផងខ្ញុំដែរ បាទ មកជាតិនេះស្អប់ណាស់ប្រុសកទឺហើយល្អិត អាយអើយគៀតជា អែបឆ្លើយឲ្យត្រង់ជាមួយបង បាទ តើបងជាបរិសុទ្ធមិនដែរ បងប្រុសរបស់ខ្ញុំទាំងអស់គ្នាគឺជាបរិសុទ្ធសង្ហាជាងគេលើโลกនេះបាទ សុំនិយាយតិចតែវាយគាត់ជាបរិសុទ្ធម្នាក់ដែលថាសង្ហាលើលោកប៉ុន្តែមិនមែននៅលើពិភពលោកទេគឺលើលោកប្រយ័ត្នបាបណា លះអាណែកុំនិយាយ បងខ្ញុំមិនមែនកទឿទេណាបងខ្ញុំតែមិនសូវខ្ពស់ ដូច លះអាប្រយ័ត្នស្អប់ចពុបលើគេអត់ឲ្យស្អប់ទេយល់ទេ កុំឲ្យគាត់ចពុបលើខ្ញុំចពុបលើគាត់វិញ អូចពុបលើគាត់វិញថាមិនបានណា អើយមិនក៏មិនទៅខ្ញុំមិនខ្វល់ទេតែសំខាន់លេខទូរស័ព្ទខ្ញុំបានណា នេះមិនមែនកទឿធម្មតាលក្ខណៈកតញ្ញណា បាទ ខ្ញុំបានហើយលេខទៅ បើខាងនេះវិញណាលក្ខណៈដូចគិញគក់ខែឧស្សាហ៍ អ្នកណា NB NB វាត្រូវឲ្យអូនគ្នាវាខ្វះទឹក សម្រាប់ខ្ញុំ ចា អ្នកដែលប្រកែកវោហាប៉ុណ្ណឹងអ្នកម្ដាយខ្ញុំបានផ្ដាំថាកូនឯងរកកូនប្រសាណាដែលប្រកែកសម្ដីហើយប្រកែកផាចឹងម៉ែស្រឡាញ់ណាស់អញ្ចឹងខ្ញុំមិនឲ្យអ្នកម្ដាយខ្ញុំខំបំណងទេខ្ញុំតាមចែកទៅទាល់តែបាន មកចាំចាយទៅវិញខ្ញុំទៅដណ្ដឹងយកថ្លៃម៉ា ចាអរគុណណាស់ ឥឡូវជម្រាបសួរក្រុមកំហំតិចជឿជាក់ប្រមាណភាគរយនៅក្នុងសប្តាហ៍នេះនឹងដណ្ដើមយកប្រាក់លានពីកម្មវិធីលំអិនចិត្តអញ្ចឹងរបស់យើងបានបាទ សម្រាប់ពួកនេះខ្ញុំទាំងអស់គ្នាហ្នឹងគឺ នាងខ្ញុំទាំងអស់អូនាងខ្ញុំទាំងអស់ ខាងពួកខ្ញុំនេះសង្ឃឹម 80% បាទឥឡូវនេះមិនដឹងថាក្រុមពណ៌ខៀវដែលសំងំនៅក្នុងប្រអប់ហ្នឹងមានភាពអន្ទះអន្ទែងនឹងតក់ក្រហល់ប៉ុណ្ណាទេដើម្បីមកផ្ដួលគូបដិបត្តិរបស់គាត់ឥឡូវនេះសូមណែនាំជូនសមាជិកភាពក្រុមពណ៌ខៀវ បាយក្រុមខៀវដូចគិញគក់ខែឧស្សាហ៍ ត្រង់ព្រៀងជាកូនភ្លោះទាំង3 មានកូនភ្លោះទាំង3 ថ្ងៃនេះបានសុំលោកតាមនីអេសីចេញមកប្រឡងបញ្ញាជាមួយនឹងកញ្ញាទាំងពីរនឹងកំឡោះមុខយ៉ាប់ម្នាក់ ចាំបាច់នាំតែបាក់ទឹកដោះមកទៅអីដែរ លបែងជ្រែកជញ្ជាំងប៉ុន្តែទេព្រះអនុជអូនត្រូវហើយអនុជបង ក៏ប៉ុន្តែនៅថ្ងៃនេះយើងត្រូវតែដណ្ដើមជ័យជំនះឲ្យបានយើងត្រូវតែតស៊ូបាទជំរាបសួរបានជើញ បាទជំរាបសួរបាទ អ្នកណាគេយកគិញគក់មកលេងជាមួយហ្នឹង កុំច្រឡំមិនគិញគក់ក្នុងពីងទេ គិញគក់នេះលក្ខណៈគិញរត់ស្ដាយដីហើយទៀតណា ទេនេះគិញគក់នេះគឺសម្រាប់ធ្វើថ្នាំទេណា បាទឥឡូវ ជួយជំរាបឈ្មោះបន្តិចបាទក្រុមខៀវបាទ ឈ្មោះពូលីន បាទជាបុគ្គលិកបម្រើការនៅណាដែរបាទ គឺក្រុមហ៊ុន Mobitel បាទ អរគុណ ហើយជួបបងខាងក្រៅ បាទខ្ញុំឈ្មោះស៊ីថាតអ្នកចំនួនខ្នាតតូចម្នាក់ បាទ ខ្ញុំសុភាជាអាជីវករ ឥឡូវនេះងាកមកការចាប់ផ្ដើមពីកម្មវិធីរបស់យើងជាដំបូងវិញ សូមណែនាំជូនពីលក្ខខណ្ឌនៃការលេងល្បែងជ្រែកជញ្ជាំងភាគីទាំងពីរគឺថាចូលទៅកាន់ទីតាំងរបស់យើងផ្ទៃពណ៌ខៀវនេះសូមមើលឲ្យបានច្បាស់ហាមចេញពីផ្ទៃពណ៌ខៀវមុនជញ្ជាំងមកដល់ធ្វើត្រូវកាយវិការទៅតាមរូបរាងនៅលើជញ្ជាំងមិនខូចជញ្ជាំងឆ្លងរួចមិនធ្លាក់ទឹកបានបន្ទុះធ្វើខុសរូបរាងខូចជញ្ជាំងធ្លាក់ទឹកអត់បន្ទុះយល់ហើយទាំងពីរក្រុមបាទ បាទយល់ ចាយល់ហើយដូច្នេះសម្រាប់ជញ្ជាំងទី1គឺជញ្ជាំងទល់ជញ្ជាំងទល់គឺតម្រូវឲ្យសមាជិកចានៅក្នុងក្រុមនីមួយៗមួយរូបចាឡើងទៅលេងក្រុមក្រហមឬក៏ខុសក្រុមខៀវមុន សុំខៀវមុន ខៀវមុនណាក្រហមគេចាំចេញមុន ដល់អត្ថភាពឲ្យខាងប្រុសបាក់ទឹកដោះមុនចុះ មើលខ្ញុំសុំសួរទៀតហើយគ្រាន់តែបាក់ទឹកដោះ5ដងខ្ញុំរាប់ហ่ะអូនឯងសម្គាល់ល្មិចអូនឯងមើលមិនយើងនឹងវាសបោទឹកដោះហើយអីបានថាគេបាក់ទឹកដោះសុំទៅហ្នឹងខ្ញុំច្រឡំខ្ញុំចង់និយាយថាបងអូនឯងហ្នឹងមិនតែសាច់ឈាមយើងហ្នឹងមិនវាបានដូចថាមិនបាក់ទឹកដោះ ក្រេតគ្រប់គ្រាន់ណោះឥឡូវទៅឈរចិត្តគាត់សិន បាទ មើលមិនដឹងថាគេបាក់ គេស្ដីផងមកមៀតគេមកមៀតឯងប្រុសមើលដូច ខ្ញុំប្រាប់ឲ្យខ្ញុំហ៊ានភ្នាល់ប្រុសឲ្យខ្ញុំយល់ចិត្តអូនឯងអត់យល់ចិត្តមនុស្សប្រុសទេបងយល់មៀតដូចលបងនេះស្វិតអញ្ចេះបើលុកខ្សែអូនគ្មានមែនអីទេអូទស្សនិកជនអីគុំយល់ច្រឡំថាខ្ញុំនេះប្រើពាក្យពេចឆ្លើយមែនទេបើនឹងគេថាដូចថាគាត់ប្រសាទឹកដោះគោឆៅមែនអត់បង បាទមែនទេបង គោឆៅហាត់ប្រាន
បាទឥឡូវងាកមកខាងខៀវអ្នកសម្រាប់ចិត្តទៅមុនអ្នកណាគេបាទតែម្នាក់ គេបាន អូហ្នឹងហើយកុំឲ្យគេ អូមករាប់បានពីខៀវបាទ សូមទៅកាន់ទីតាំងបាទ អូយតែមុននេះលាក់ទឹកខៀវធាក់ទឹកខៀវធាក់ទឹក លាក់ លាក់ទឹកខៀវធាក់ទឹកខៀវធាក់ទឹក សូមបង្ហាញជញ្ជាំង ខៀវធាក់ទឹក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 អីយ៉ាឃើញលបងស៊ីថាតកញ្ញែងខ្លួនអញ្ចឹងចង់ព្រឺសបល់ដែរហ្នឹងអូយបងកញ្ញែងខ្លួនអញ្ចឹងគេនៅតែដាក់ WC តាអូយចោះបងថាត់នេះធ្វើអីអញ្ចឹងបងប្រហែលជាគុណគ្រូហើយមើលទៅរូបភាពនេះហាក់ដូចជាចង្អៀតពេកហើយសម្រាប់បងស៊ីថាតហើយសូមជម្រាបថាលោកបងស៊ីថាតនេះត្រូវបានគេប្រមានច្រើនដងហើយមុននឹងឡើងលេងគឺបងកោក្រហមផាឡើងស្ពឹកមុខទៅហើយឆ្លងផុតដោយសវត្ថភាពអញ្ចឹងអ្នកដែលឈឺចាប់ជាងគេគឺក្រុមក្រហមផានោះផា ចេះចង់សួរបងបើយើងមើលរូបភាពសារឡើងវិញមិនក៏មុនឆ្លងជាងហ្នឹងបងហែងគេរៀងកញ្ញែងខ្លួន3ដងហ្នឹងបងមិន ជញ្ជាំងមកដល់គៀកមែនតើខ្ញុំបាទត្រៀមឲ្យជាធម្មតាមុននឹងបានសម្រេចកញ្ញែងបន្តិចសិនបាទ អូ ពាក្យសម្ដីនិនដីណាបាទ តាមពិតកញ្ញែងក្នុងភាពភ័យខ្លាច ឥឡូវលក្ខណៈអើយបងឯងរៀនតាមគេទៅឥឡូវដូចបងនោះខ្ញុំក៏រៀនតាមដែរតែពិតខ្ញុំក៏អត់សម្គាល់ដែរតែក៏ពិតមុននឹងសម្រេចវាត្រូវតែកញ្ញែងបន្តិចបាទត្រឹមត្រូវហើយបាទអញ្ចឹងសូមជូនបន្ទុកពេញតែម្ដង10បន្ទុកបាទកាហមបើខ្ញុំថាអ្នកដែលចំណាប់ជាងគេឲ្យគួរឲ្យលក្ខណៈហ្នឹងទៅ លក្ខណៈតមុន អត់ទេ តមុនបង ហេសម្រាប់ក្នុងក្រុមសិនអ្នកណាទៅមុនបាទ លក្ខណៈសុំធ្លាក់ទឹកមុនទៅណា ចាត្រៀមហើយ អញ្ចឹងសូមទៅកាន់ទីតាំងបាទលក្ខណៈសូមបង្ហាញជញ្ជាំង អីយ៉ាលក្ខណៈកម្ពស់ក៏បានទឹកមុខក៏ស្រស់ស្អាតទៀតជាពិសេសគឺថ្មីចំពើនិយាយអត់សូវច្បាស់នោះឯង មុននឹងឡើងប្រកួតបានផាក្រុមខៀវយ៉ាងស្ពឹកទៅហើយចាំមើលខ្លួនឯងម្ដងអីលាក់ទឹកឲ្យគិតមិនទៅណោផាយ៉ាងម៉េចសមរូបភាពនេះកុំអីចូលបានទៅហើយកុំមកធ្លាក់ទឹកទេ អូយមែនហ្នឹងបងអូយគាត់ណាធ្វើត្រឹមត្រូវដែរឃើញតែប៉ាគាត់ណាដល់ពេលមកដល់ឃើញជាងញាប់ហ្មងបង តាមពិតទៅលក្ខណៈនេះគាត់ព្យាយាមណាស់ដែរឃើញទេសកម្មភាពមុននឹងចូលលេងគឺគាត់បងឯងធ្វើមិនទេអ្នកដឹងទេកុំទៅភ័យតែខុសធ្លាក់ទឹកអីតាមពិតទៅធ្លាក់ទឹកអញ្ចឹងគ្មានអ្វីជាបញ្ហាសម្រាប់លក្ខណៈទេព្រោះថាផ្ទះក្បែរទន្លេ បាទដូចយើងរៀងអន់ចលើមទីមុនហ្នឹងឃើញថារហូតក្រុមខៀវយើងណា បាទបាក់អើយបាក់ទៅដោះវិញហើយ អត់ខ្វល់ចាំមើលតិចទៀតមើល ខ្វល់ខ្វល់ មិន គុំ ទាន់ ដឹង ពាក់ស្បែកជើងទៅទៀតអត់ដឹងថាឈ្នះចាញ់ទេ អូខេ ចាឥឡូវដល់ពេលដាក់បន្ទុកវិញម្ដងគ្នាយើងមកបន្ទុកទៅដូច្នេះហើយសូមជូនសូមបន្ទុក អត់បញ្ហាអត់បញ្ហា សម្រាប់ការប្រកួតនៅក្នុងវគ្គទី1វិញ្ញាសាទី1ដែលមានឈ្មោះថាជញ្ចាំងទល់ឃើញថាក្រុមពណ៌ខៀវគឺទទួលបាន10បន្ទុកក្រហមដែលជាអ្នកមានអំណួតខ្លាំងគេបែរជាបាន0បន្ទុកទៅវិញរងចាំតាមដានទស្សនានៅវគ្គក្រោយរបស់គ្នាថាតើនឹងមានភាពប្រែប្រួលយ៉ាងណារវាងក្រុមទាំងពីរគណៈពេលនេះជាកម្មវិធីអនុញ្ញាតសម្រាប់នេះគឺ ស្វាគមន៍ការទស្សនាជាបន្តនៅក្នុងកម្មវិធីល្បែងជ្រែកជញ្ជាំង ដែលវគ្គនេះគឺទទួលការឧបត្ថម្ភធំពីសាប៊ូដក្លឹម Protect កម្ចាត់បាក់តេរីដល់ទៅ 99% ដើម្បីសុខភាពល្អរបស់ក្រុមគ្រួសារលោកអ្នក
បាទវគ្គទី2គឺបានមកដល់ហើយក្រុមក្រហមគឺយើងចាញ់គេនិយាយចឹងមិនសាយដូចអត់សូវស្រស់ អត់បញ្ហា បញ្ហានៅចាញ់ទៀត មិនថ្មីទេយើងនៅមានឱកាសយក20បន្ទុកទៀត ហ្នឹងហើយ ដែលវិញ្ញាសារបស់យើងគឺជញ្ជាំងលួសបាទជញ្ជាំងភ្លោះនេះគឺតម្រូវឲ្យ2នាក់អ្នកដែលអត់ទាន់បានទៅលេងនៅក្នុងក្រុមយើងឡើងទៅជ្រែកទាំង2នាក់តែម្ដងធ្វើឲ្យត្រូវទាំង2នាក់បាន20បន្ទុកឥឡូវខៀវនឹងក្រហមអ្នកណាចេញមុនបាទក្រហមមុនបាទ ឲ្យធ្លាក់ទឹកមុនទៀតចុះ អត់ធ្លាក់ ចាក្រុមក្រហមត្រៀមហើយ ចា ចាសូមទៅកាន់ទីតាំង បាទ សូមបង្ហាញជញ្ជាំង មិនឲ្យច្រណែនទេលោកបងរទ្ធីនិងកញ្ញាលក្ខិណា ស្ពាល់ខូចទៀតនោះអូយមែននឹងបងឃើញមិត្តភក្តិខ្លួនឯងធ្លាក់ទឹកហើយចាំការទៀតសុំងូតទឹកដែរមកបងរូបភាពនេះគឺខុសមកពីកាន់ដៃគ្នាទេបើមានស្នេហាលួចលាក់អីដាច់គ្នាតំណឹងសិនទៅលោកអើយប្រិមិត្តនៅតាមគេអដ្ឋានបានជ្រាបច្បាស់ថា មូលហេតុដែលធ្លាក់ទឹកហ្នឹងគឺមកពីកាន់ដៃគ្នាទេប្រឡោះមកពីណាដែលត្រូវកាន់ដៃឬក៏គិតថាលក្ខណៈភ័យខ្លួនពេកបងរទ្ធីធ្លាក់ទឹកអញ្ចឹងហើយគាត់បានខ្សឹបប្រាប់ខ្ញុំថានៅក្នុងទឹកអំបញ្ញមិញនេះលួចដាក់ទំនាយក្រុមខៀវបន្តទៀតទៅហើយអូយចាំមើលដាក់ទំនាយកាត់ដែរក្នុងទឹកអញ្ចឹងស្នោមួយផ្ទាំងនេះបាក់ខ្លាំងមែនទែន អ្នកទាំងពីរប្រហែលជាត្រូវកាត់លុយហើយមើលទៅ លាអត់ទោះសំណួរសុំសួរថាតើអ្នក ហើយអ្នកដែលស្រួលជាងគេនិងស្រណុកជាងគេនោះគឺ លក្ខណៈតូចច្រឡឹងឯនោះទេ ចង់មុងចាំតែម្ដងតាមពិតទៅវិញ្ញាសានេះគឺតម្រូវឲ្យបងរទ្ធីអ៊ីវកញ្ញាលក្ខណៈលោតចុះជ្រោះប៉ុន្តែឥឡូវលោតចុះអាងយើងវិញ អញ្ចឹងក៏ល្អដែរកុំឲ្យខ្ពស់ពេកមូលហេតុដែលបណ្ដាលឲ្យធ្លាក់ទឹកនោះគឺទើសឡាតែតបងរទ្ធីនិងលក្ខណៈឃើញទេប៉ះបន្តិចសោះធ្លាក់ទឹកដែរអើយសូមជម្រាបប្រិយមិត្តទាំងអស់គ្នាទៅបងរទ្ធីនេះនៅពេលធ្លាក់ទឹកសុំលេខទូរស័ព្ទលក្ខណៈទៀតនោះអូយសុំលេខមិនទៅក្នុងទឹកអញ្ចឹង បាទនេះគឺជាប្រវត្តិសាស្ត្រលើកទី2ហើយដែលបេក្ខភាពចូលរួមលេងល្បែងជ្រើញចាញ់យើងគឺបានប្រើក្បាច់នឹងម្ដងទេបាទ បាទមើលការពីលមុនអ្នកនាងបើម៉ាដាលីនហើយនឹងពូឃ្លាំង ហ្នឹងហើយ ឥឡូវខ្ញុំគិតថាវិញ្ញាសានេះអាចយក30បានអត់ទេបងអូនប្រុសដែលអ៊ីវដែលស្គាល់ពាក្យថាអ៊ីវអត់ ចាក៏ពិតអ៊ីវត្រូវអ៊ីវពីក្រោយតែបង យើងមិនច្រាស់មកវិញហ្នឹងហើយដូចឥឡូវដូចខ្ញុំចេះទៅបងវត្តខ្ញុំអ៊ីវ3ជើងមកទៀតបាទ យកអ៊ីវពីក្រោយអញ្ចឹងណា បាទចេះវិញណាបាទតែយើងមិនប្រើក្បាច់ដ៏អស្ចារ្យធ្វើឲ្យភ្ញាក់ផ្អើលមែនទេបាទ ភ្ញាក់ផ្អើលមែនទែនបាទ អូខ្ញុំបើតែឃើញក្បាច់មិញខ្ញុំស្ទាក់ ហេចុះមុននឹងប្រម5មុនណ៎ អេស្រែកឲ្យដាក់អ៊ីវលោកម្ចាស់ឲ្យលើទៅអញ្ចឹងខ្ញុំមិនស្លុតអស់ហើយ មែនទេមកពីបងឯងនឹងលំអៀងហ្នឹងណា បាទហើយលក្ខណៈយើងនេះក៏ល្អទៀតគ្រាន់ឃើញចាំមកផ្ទះឲ្យឡើងទៅហ្មង យើងកុំឲ្យអ្នកដែលមិនធ្លាក់ទឹកយើងឲ្យអ្នកធ្លាក់ទឹកចំម្នាក់មកបន្ទុក2បន្ទុកបាទ ឲ្យ3មកក៏3នាក់ ឥឡូវបាទបាយមកក្រុមរបស់ខៀវវិញត្រៀមឲ្យទាំង3នាក់ត្រៀមហើយបាទ សូមទៅកាន់ទីតាំង បាទ សូម បង បង្ហាញជញ្ជាំង ខៀវធាទឹក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 
ស៊ីថាត់និងលបងសុភានៅក្នុងវគ្គនេះ អូយចែកគ្នាមែនបងពិភាក្សារឿងអីតុងទីនបងហើយតើអីបន្ទាប់ពីពិភាក្សាគ្នាអស់រយៈពេលជិត40នាទីមកឃើញថាចូលបានសម្រេចមែន តិចអស់ហើយអញ្ចឹងយើងបងអើយអូយក្តៅជាងគេនោះបងស៊ីថាត់អីនោះឃើញទេពី7ឥឡូវហើយបងបើសង្កេតឲ្យបានដល់ទៅបងស៊ីថាត់ ដូចជាខ្លាំងដៃឆ្វេងឃើញទេច្បាមមកកញ្ញុំតែម្ដងអូយអ្នកទាំង3អាលេលុតអញ្ចឹងយើងអស់ហើយអូយចែកគ្នារឿងអីមិញនោះប្រហែលជាចែកគ្នារឿងប្លង់ដីហើយមើលទៅតាមកប៉ិតបងប្រុសគាត់ដាក់ជើងវាលើកយូរពេកហ្នឹងហើយជើងបងដូចមិនមែនថាអីទេដោយសារខ្ញុំបានដំណើរការកម្មវិធីជ្រែកជាងច្រើនអញ្ចឹងជើងយើងមិនគួរលើកចោលទេលក្ខណៈក្តីណាដល់ពេលវិញ្ញាសាអញ្ចឹងក្រោយៗកុំលើកជើងចោលណាបងដល់ពេលចិត្តវាមកដល់ពេលចិត្តចាប់ផ្ដើមបាទចិត្តចាប់ផ្ដើមយើងលើកពឹបចូលមកអញ្ចឹងដល់ពេលយើងលើកទុកចោលវាធ្លាក់ជើងបាទ ចុះបើសិនជាលក្ខណៈវិញចិញ្ចាំងអំបញ្ញមិញនេះចានឹងលើកជើងបានយូរឬក៏អត់ដែរមិញហ្នឹងលើកឲ្យហើយមុនឬក៏ចាំជាងមកដល់ចាំមិនឲ្យលើកហ្នឹងហើយត្រូវឆ្លាតបាទខ្ញុំស្មានថាជួយចិត្តលើកចាំអីចឹងណាអញ្ចឹងបន្ទុកសូមជម្រាបផងដែរថាវិញ្ញាសានេះចិញ្ចាំងយើងបាក់ហ្មងគឺខូចបាទត្រូវបាន0ក៏ប៉ុន្តែដោយសារឃើញអ្នកកដាលឆ្លងបានល្អមានបន្ទុកលើកទឹកចិត្តសូម10បន្ទុក1បន្ទុកបាទចាឃើញថាក្រុមក្រហមគឺទៅតែបាន2បន្ទុកទេឯក្រុមខៀវវ៉ាទៅដល់31បន្ទុកឯណោះគ្នា29បន្ទុកឯណោះចាវគ្គក្រោយគិតថានឹងយកបន្ទុកពីក្រុមខៀវបានទៀតអត់បានយកបានធំសោយចាអរគុណដូច្នេះហើយរងចាំទស្សនានៅក្នុងវគ្គក្រោយពេលនេះសូមពេលសម្រាប់មួយផ្លែសិនបានជួបគ្នាម្ដងទៀតហើយបន្ទាប់ពីសម្រាប់បន្តិចមកបាទចាវគ្គនេះឧបត្ថម្ភដោយ Revlon មេជុំបំបត្តិក្លិនក្លៀកជារៀងរហូតឥឡូវនេះគឺថាមិនបបាច់បបោចច្រើននំតែអត់ន័យអ្វីដែលសំខាន់បងប្អូនទាំងគ្នាដែលកំពុងតាមដានទស្សនានៅគេឋានចង់ជ្រាបយ៉ាងគេនោះថាតើការឆ្លងកាត់ចិញ្ចាំងជាបន្តរវាងក្រុមទាំងពីរជាពិសេសគឺក្រុមពណ៌ក្រហមធ្វើបានសម្រេចដែរអត់សូមជម្រាបថាចិញ្ចាំងជាបន្តទៅទៀតនេះគឺមានឈ្មោះថាចិញ្ចាំងឧបតាខ្ញុំឲ្យខាងខៀវទៅមុនចុះលក្ខណៈបងអូនមិនបាច់សូចសាចថាអ្នកណាចេញមុនចេញក្រោយទេវគ្គនេះគឺចេញដំណើរគ្នាដើម្បីគេហៅថាសន្តិភាពណាសុភមង្គលហ្នឹងហើយក្រែងលោលក្ខណៈថារដងចំណែនអីលុបប៉ះគ្នាអន់ចិត្តគ្នារវាងគ្នាថាខ្ញុំចេញមុនហើយខាងខៀវចេញមុនឥឡូវគឺវិញ្ញាសានេះគឺយើងឲ្យចេញតាណាគ្នាហ្មង2នាក់គឺជាអ្នកកាន់បាល់នេះបាទគប់ទៅលើម្នាក់ដែលឡើងលេងអូខេឥឡូវសួរថាតើក្រុមខៀវនរណាគេស្ម័គ្រចិត្តឡើងទៅលេងបាទបាទឥឡូវបងឯងអ្នកឡើងលេងបាទត្រៀមហ្នឹងបាទត្រៀមបាទខាងក្រហមបាទឥឡូវខ្ញុំឲ្យមិត្តភក្តិខ្ញុំដល់ចំណាហ្នឹងហើយលក្ខណៈក៏ខ្ញុំជឿថាប៉ាកែជាងគេដែរបាទលក្ខណៈគាត់អត់ពេញចិត្តទេបងធំព្រោះខ្ញុំចាំបាញ់ជាពីមត្រៀមឲ្យអ្នកតាពីរបាទសូមកាន់ទីតាំងបាទយើងនៅខាងនេះគប់គ្នាហ្នឹងបាទសូមបងហាញជញ្ជាំងវិញ្ញាសានេះគឺត្រូវមានការរំខានបន្តិចហើយពីអ្នកក្រុមវិវាទនឹងគ្នាគប់ទៅបងកុំប្រណីដៃគប់ទៅអូយក្រុមកំហំទៅដូចជាមិនដែលបានគប់មិនទេនោះឃើញទេលេមកទំហឹងហ្មងរូបភាពនេះលក្ខណៈចំបន្ទុចជង្គង់ដាក់ដៃចំណែកខាងក្រុមពណ៌ខៀវវិញអាយ៉ាបាត់ដៃគេបន្តិចអីបងយើងក្រឡេកមើលលក្ខណៈវិញជើងប៊ីផុតពី play area ទៅហើយប៉ុន្តែនៅជាប់បន្តិចចំណែកលបងប៉ូលីនវិញប៊ីសនឹងធ្លាក់ទឹកទៅហើយប៉ុន្តែរីករាយនឹងជ័យជំនះខ្លាំងណាស់មើលទៅសប្បាយតែយើងឃើញថារូបភាពសារឡើងវិញបានបង្ហាញហើយលក្ខណៈនេះគឺថារៀងប៊ីសនឹងលយទៅខាងក្រហមប៉ុន្តែមិនធ្វេនៅលើផ្ទៃខៀវនៅឡើយហើយដាក់ដៃនោះក៏បានល្អទៀតអូយស្អាតណាស់លោកឲ្យរៀងនេះខ្ញុំមិនភ្លេចដាច់ខាតបាទអញ្ចឹងសូមជូនបន្ទុកពេញសម្រាប់ក្រុមក្រហមមក20បន្ទុកបាទ
ចំណែកក្រុមខៀវយើងឃើញថាយើងតដាបតដួសក៏ប៉ុន្តែដៃរូបដែលដាក់លើដៃយើងដាក់អត់ត្រូវទេណាបើដាក់ចូលរូបខាងក្បាលទេណាដាក់អត់ដល់ទេអត់ចូលត្រូវទេអញ្ចឹងគឺថាបំបត្តិគេហើយឥឡូវលើកទឹកចិត្តចុះក្រហមក៏ឯកភាពដែរជូន5ពិន្ទុបាទទោះជាយ៉ាងណាក៏ដល់ក៏ដឹងតែឈ្នះដែរក្រុមក្រហមមិនខ្វល់ទៅវគ្គបន្តបាទឥឡូវមើលក្រហមបាន22ហើយចំណែកខៀវបាន36មិញយើងឈឺហ៎មានការប៉ះពាល់មុខមាត់យើងឈឺណាបាទឥឡូវនេះលែងឲ្យប្រើកម្លាំងកាយហើយជាវិញ្ញាសាដែលយើងត្រូវប្រើកម្លាំងប្រាជ្ញាវិញជញ្ជាំងរបស់យើងមានឈ្មោះថាជញ្ជាំងប្រាជ្ញាចាជញ្ជាំងប្រាជ្ញានេះគឺនៅលើជញ្ជាំងយើងគឺមានសំណួរមួយសូមក្រុមទាំងពីរមើលសំណួរឲ្យបានច្បាស់ហើយនៅពីក្រោមសំណួរនោះគឺយើងមានចម្លើយ2ឲ្យជ្រើសរើសចម្លើយ1ត្រូវចម្លើយ1ខុសបើសិនជាយើងគិតថាចម្លើយមួយណាដែលត្រឹមត្រូវសូមទាំង3នាក់ទៅកាន់ប្រឡោះចម្លើយដែលត្រឹមត្រូវដែលយើងគិតថាត្រឹមត្រូវហើយបើយើងរើសចម្លើយដែលខុសគឺជញ្ជាំងរុញធ្លាក់ទឹកយល់ហើយទាំងពីរក្រុមបាទយល់ក្រុមណាទៅមុនបាទខៀវនិងក្រហមខៀវក៏បានអត់ទេបាទចាក្រុមខៀវត្រៀមហើយចាសូមទៅកាន់ទីតាំងសូមបង្ហាញជញ្ជាំងតើប្រាសាទអង្គរវត្តត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំណាឡាញ់ស្រេចតូចចូលមកសំស្រួយចង់កែរៀនស្រួយឲ្យរៀបព្រួយចិនដាមុលមិនចាយមើលចាយដល់បងមើលចាយលេងរាមើលចាយបងមើលចាយអូនរំសង្ហារំចាត់មានលោណារួមដូចសម្រាប់ជាមួយផងចាយរួមឯងសូមរួមតែម្ដងរំជាមួយផងតើរាប់បានឬទេទឹកផ្លោតហើយនៅទៅអូតំណែស្ពតមួយមើលរំផងបាត់ទេរំបានទេស្នេហ៍រួមជាមួយផងសំណួរតើប្រាសាទអង្គរវត្តសំណួរតើប្រាសាទអង្គរវត្តរបស់ខ្មែរយើងហ្នឹងត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំណាទៅចម្លើយគឺ1992ឬក៏1994សំណួរបែបនេះ ប្រហែលជាគ្មានអ្វីដែលជាបញ្ហាទេសម្រាប់ក្រុមខៀវពីព្រោះថាលោកបងប៉ូលីនលោកបងស៊ីថាត់និងលោកបងសូភាសុទ្ធតែជាអ្នកធ្វើការនឹងចំនួនទាំងអស់គ្នាហ្នឹងអូយមិនអញ្ចឹងបងស្មានតែគាត់3នាក់ហ្នឹងណាអ្នករៀងខាងប្រវត្តិសាស្ត្រមិនប្រកាសឡើយជួនកាលអាចចាក់ខ្សែត្រូវដែរតើអាយ៉ាក្រុមខៀវទឹកមុខញញឹមសង្ឃឹមក្នុងចិត្តហើយគឺចម្លើយ1992ឆ្លងបានល្អចម្លើយមិនខ្វល់ថាចេះខ្លួនឯងឬបានមកពីព្រីយ៉ងទេបាទឲ្យតែឆ្លងរួចជ្រើសរើសចម្លើយដែលត្រឹមត្រូវឆ្លងផុតគឺបានបន្ទុកលក្ខខណ្ឌងាយស្រួលយ៉ាងនេះអូខេបាទដូច្នេះសូមជូនក្រុមពណ៌ខៀវ30ពិន្ទុបាទអូយដូចជាដេញឡើងដេញដោយវេទនាហើយក្រុមក្រហមអើយអញ្ចឹងហ្នឹងបុកមិនធ្លុះបុកក៏ធ្លុះអូបាទឥឡូវដល់វេនក្រុមក្រហមវិញម្ដងកុំអាលអស់សង្ឃឹមអីណាអត់អស់សង្ឃឹមទេហើយណាក៏យើងឆ្លងឲ្យបានដើម្បីមុខមាត់ក្រុមយើងដែរបាទត្រៀមឲ្យណាទាំង3បាទត្រៀមហើយសូមទៅកាន់ទីតាំងបាទសូមបង្ហាញជញ្ជាំងតើពីភ្នំពេញទៅឧទ្យានជាតិគិរីរម្យមានចម្ងាយប្រមាណគីឡូម៉ែត្រហមលាក់ទឹក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 
ក្រោយខ្មែរបានហើយសំណួរតើពីភ្នំពេញទៅឧទ្យានជាតិគិរីរម្យមានចម្ងាយប៉ុន្មានគីឡូម៉ែត្រចម្លើយគឺ115គីឡូម៉ែត្រឬក៏117គីឡូម៉ែត្រអូយប្រិមត្តទាំងអស់គ្នាជាទីមេត្រី ស្វែងរកចម្លើយឲ្យភ្នែកអូចចោះមានតែចៃជ្រើសរើសយក117គីឡូម៉ែត្រគឺត្រឹមត្រូវរបស់គាត់មែនហ្នឹងណាកុំថាក្រុមក្រហមនឹងអន់ ការពិតក្រុមក្រហមគឺឆ្លាតខាងទទួលព្រីយ៉ុងដែរតើមិនចាញ់ក្រុមខៀវឡើយខ្លាំងអីតែក្រុមខៀវហេងហើយសប្បាយចិត្តដែរអូយសប្បាយចិត្តខ្លាំងមែនតើអញ្ចឹង NB ឲ្យលើកទឹកចិត្តគ្នាទៅណាចុងក្រោយហើយអូខេឥឡូវសូមជូនប៉ុនដាច់ណាប៉ុនគេផងលើកទឹកចិត្តអីបាទមិនមែនលើកទឹកចិត្តទេគឺឲ្យបន្ទុកពេញម្ដងឲ្យបន្ទុកពេញតែម្ដងបាទសូមជូន30បន្ទុកបាទអោមួយបាយចិត្តដែរបាទយើងឃើញថានៅក្នុងសប្តាហ៍នេះក្រុមខៀវគឺអាចសម្រេចវិញ្ញាសាបានបន្ទុក66ហើយចំណែកក្រុមក្រហមបានត្រឹមតែ52បន្ទុកប៉ុណ្ណោះអញ្ចឹងក្រុមដែលមានសិទ្ធិសម្រេចនៅក្នុងការជ្រែកជញ្ជាំងមកហេមីនោះគឺបានទៅក្រុមអូខៀវមិនដឹងថានៅក្នុងសប្តាហ៍នេះក្រុមពណ៌ខៀវហានខ្លានឹងជ្រែកជញ្ជាំងមហិមាដោយខ្លួនឯងដើម្បីយកទឹកប្រាក់1.2 លានឬក៏បោះបង់សិទ្ធនេះឲ្យមកក្រុមក្រហមជាអ្នកចាញ់ឆ្លងបងអើយដោយអត់យកត្រឹមតែ60,000រៀលប៉ុណ្ណោះបាទសូមមេត្តាកុំបដូរប៉ុស្តាណាណាចាំមើលការសម្រេចចិត្តរបស់ក្រុមខៀវនៅពេលបន្តិចទៀតនេះបាទអូខេទស្សនាកម្មវិធីល្បែងជ្រែកជញ្ជាំងនៅក្នុងវគ្គចុងក្រោយយើងអាចនិយាយបានថាជាវគ្គដែលរំជើបរំជួលញាប់ញ័រហើយវគ្គនេះគឺទទួលបានការឧបត្ថម្ភធំពីសាប៊ូដល់ខ្លួន Protect កម្ចាត់បាក់តេរីដល់ទៅ 99% ដើម្បីសុខភាពល្អរបស់ក្រុមគ្រួសារលោកអ្នកឥឡូវនេះវិញ្ញាសារបស់យើងមួយបានត្រៀមរួចហើយគឺជញ្ជាំងមហិមាជញ្ជាំងមហិមានេះគឺទុកស្វាគមន៍ចំពោះជើងខ្លាំងទាំង3ក្នុងក្រុមអ្នកដែលសម្រេចទៅឆ្លងដោយខ្លួនឯងបើសិនជាក្រុមខៀវជាអ្នកឈ្នះហ៊ានឆ្លងដោយខ្លួនឯងឆ្លងរួចបាន1.2 លានតែបើឆ្លងមិនរួចអស់លេងទឹកប្រាក់តែបើយើងចង់អ៊ុតត្រឹមតែ60,000រៀលយើងភ្នាល់ជាមួយកម្មវិធីឲ្យក្រុមក្រហមជាអ្នកឆ្លងវិញបើគេឆ្លងរួចគេយក60,000រៀលយើងអត់ដដែលតែបើគេឆ្លងមិនរួចយើងបាន60,000រៀលសូមសម្រាប់ចិត្តឲ្យបានច្បាស់បងដល់វគ្គហ្នឹងបែរដូចខ្ញុំលូតខុសចម្ងាយបងលេងឬមិនលេងគ្នាយើងចាយ៉ាងណាដែរសូមចម្លើយលេងឬមិនលេងបងលឿនហ្នឹងបែរដូចខ្ញុំលូតគ្រោះចេញមកក្រៅហើយបងវិវត្តស្ដាប់តាមបរិយាបងខ្ញុំគាត់ផ្ដល់អនុសាសន៍ដូចជាប្រសាសន៍របស់គាត់បាទថាគាត់ទុកឱកាសឲ្យតារាឲ្យក្រុមក្រហមសាងស្នាដៃបាទនេះច្បាស់ខ្លួនឯងហើយថានឹងផ្ទេរសិទ្ធឲ្យទៅកាន់ក្រុមពណ៌ក្រហមហ៎បាទនេះពិតជាសុភាពបុរសមែនសុំទៅសារបាទអរគុណណាព្រាមបងអរគុណព្រាមបងគុំស្ដាយក្រោយណាអត់ទេឥឡូវក្រុមក្រហមមានអារម្មណ៍មិនដែរនៅពេលដែលគេផ្ទេរសិទ្ធឲ្យយើងអារម្មណ៍ថាពីមុនខ្ញុំធំតែប្រអាប់គាត់ឥឡូវខ្ញុំសូមសរសើរគាត់ថាជាសុភាពបុរសពិតមែនហើយយើងជឿជាក់អត់ថាវគ្គនេះយើងសាមគ្គីគ្នាទាំង3នាក់ឆ្លងកាត់ចាំហេមីបានផុតបាទអរគុណជូនពោសំណាងល្អសូមទៅកាន់ទីតាំងបាទបងមិនទៅមានចេញតែបើពេលដល់ចេញបងដេញមកដេញឲ្យស្រីមើលដល់ពេលដល់ចេញណាបងដេញមកដេញឲ្យស្រីមើលសូមបង្ហាញជញ្ជាំងសដោកជើងមួយហូបលាក់ទៅហូបលាក់ទៅក្រុមពណ៌ខៀវពិតជាមានសណ្ដោះប្រោះប្រដេកក្រហមមែនបានលេតាបងខំទៅបាក់ចាំង
យ៉ាក្រុមក្រហមច្រែងច្រំគប់ចានជ្រក់ចំសាក់ជ្រូកលន់លឺច្រៃច្រៃអាយ៉ាវិញឆ្ងាយទៀតហើយបងអូយតាមពិតទៅចិញ្ចៀងស្រោដែលបានបាក់ហ្នឹងណាគឺមកពីនោះបងលក្ខណៈថ្ពណ៌ខូចនោះឃើញហ៎កន្ធីងគាត់ទៅបាក់ហ្មងឃើញហ៎តាមពិតបើសិនជាចង់ទៅគេទៅតែ60ដឺក្រេទេប៉ុន្តែបងលក្ខណៈនេះហ៎120ដឺក្រេហ្មងបងតាមពិតទៅអាចៅលក្ខណៈហ្នឹងណាមិនគួរតើអញ្ចឹងទេតាក៏ព្រឺសម្បល់ដែរលោកអីលោកគេត្រូវអង្គុយសដុកជើងឲ្យមិនបានជាយកអាចចំណុចខ្លាំងរបស់យើងទៅបង្ហាញជាងខ្ញុំលោកឲ្យជាងខ្ញុំខុសអីជាងខ្ញុំខុសអីចាបងលក្ខអាចជម្រាបបានទេថាមិនមិញប៉ះកន្លែងណាដែរអូយប្រហែលជាអង្គុយទៅវាមិនស្រួលហ្នឹងណាអូអង្គុយទៅវាមិនស្រួលហ្នឹងណាអូយចែនេះខូចមែនបាទដូច្នេះទឹកប្រាក់60,000 រៀលសម្រាប់អ្នកដែលឈ្នះនៅក្នុងកម្មវិធីយើងនាសប្តាហ៍នេះគឺបានទៅលើក្រុមពណ៌ខៀវគឺពិតជាធ្វើការសម្រេចចិត្តបានត្រឹមត្រូវល្អណាស់ត្រឹមត្រូវប៉ុន្តែខ្ញុំជឿថាមិញក៏ភ័យដែរបាទខ្ញុំឃើញរូបរាងមិញតើពិតត្រូវឆ្លងផុតមែនបើសិនជាបងស្រីលក្ខណៈគាត់អង្គុយសដោកជើងដល់ផ្ទាល់ដីគឺថាឆ្លងផុតបាត់ហើយគេយកបាត់ហើយ60,000 រៀលប៉ុន្តែសំណាងហើយក៏សូមផ្ដល់សម្លេងជូនដំណើរភ្ញៀវទៅកាន់ក្រុមក្រហមបាទពីក្រុមហ៊ុន Revlon បានផ្ដាំមកហើយថាទាំងពីរក្រុមទាំងអ្នកចាញ់អ្នកឈ្នះមានកាដូវត្ថុអនុស្សាវរីយ៍បន្តិចបន្តួចជូនបាទកាន់ទៅផ្ទះទៅណាអ្នកខ្លះកុំឲ្យខ្មាស់ប្តីកុំឲ្យខ្មាស់កូនខ្មាស់កូនហើយជាថ្មីម្ដងទៀតក៏សូមថ្លែងអំណរគុណដល់ក្រុមទាំងពីរបាទក្រហមនិងខៀវដែលបានចំណាយពេលវេលាចូលរួមនៅក្នុងកម្មវិធីជ្រែកជញ្ជាំងរបស់យើងឲ្យកាន់តែសប្បាយរីករាយទៀតបាទហើយក៏សូមថ្លែងអំណរគុណដល់បងប្អូនទស្សនិកជនដែលតាមដានទស្សនាកម្មវិធីល្បែងជ្រែកជញ្ជាំងពីដើមរហូតមកដល់ចប់ហើយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងបាទពាក្យសម្ដីឬក៏កាយវិការបាទសូមខន្តីអភ័យទោសបាទជើងក្រោយនេះពីកម្មវិធីក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភ